បីជាស្ត្រីដឹងច្បាស់ថាព្រះអង្គម្ចាស់គឺជាអ្នកឡើងឈ្មោះថាជាជនខ្លួនហើយនឹងភរិយាហើយក៏មិនគ្រប់មានឧបករណ៍ដូចជាខ្សែក្រវ៉ាត់ខ្សែក្នុងដៃទូបែបយ៉ាងក៏ដោយក៏ស្ត្រីមិនមានភាពភ័យខ្លាចអ្វីទាំងអស់គឺទៅវិញនាងបានសម្រេចប្រគល់ខ្លួនទៅប្រមូលរបស់នាងទៅឲ្យព្រះអង្គម្ចាស់ព្រោះតែនាងដឹងថាព្រះអង្គម្ចាស់ស្រឡាញ់នាងខ្លាំងណាស់តាមឡើយស្ត្រីបានកើតជាតិថ្មីជាតិមួយបានក្រុមគ្រួសារនិងគូដណ្ដឹងរួមដៃគ្នាបំពេញឲ្យស្លាប់ទាំងរួមរហូតដល់ពេលនាងទើបដឹងថាព្រះអង្គម្ចាស់បានសំសឹកឲ្យនាងឥតឈប់ហើយនៅទីបញ្ចប់ព្រះអង្គក៏បានបូជាជីវិតជាមួយពេលនោះហើយដែលស្ត្រីបានដឹងថាព្រះអង្គម្ចាស់ដែលធ្លាប់ទាំងនាងទុកក្នុងផ្ទះហើយលេងសើចជាមួយនាងដូចជារបស់លេងដែលជាស្រឡាញ់នាងខ្លាំងណាស់នោះពេលឃើញព្រះអង្គជិតស្លាប់ព្រះអង្គតែបន់ស្រន់ឲ្យបាននៅជាមួយនាងក្នុងពិភពក្រោយមិនត្រឹមតែបាននៅជាមួយព្រះអង្គម្ចាស់យ៉ាងសិក្សានិងអត់ចរាប៉ុណ្ណោះទេតែពេលនេះនាងក៏មិនគិតនៅទៅស្ដាប់ដល់សច្ចាថាដោយមានជាក្រោយនឹងសង្គមព្រះអង្គម្ចាស់ហើយរួមនៅអង្គភាពដល់ចាស់ស្ថានសុខក៏បានសេចក្តីកថារបស់ស្ត្រីក្នុងនាទីបន្តមកពិតជាការជាតិថ្មីត្រឡប់ទៅថ្ងៃយកបណ្ណាការសូមរៀបការពីដំណើរមុខគូដំណើរអក្រក់ស្ត្រីនៅឃើញមានទិដ្ឋភាពជាតិមុននាងនិងអូនស្រីនាងលាក់ធ្វើសកម្មភាពក្នុងពិធីបុណ្យសពនាងខាងដល់ពេលនេះនាងក៏បានពីគូដំណើរមួយចេញមួយការសម្រាប់សូមរៀបការជាមួយគូដំណើរទាំងអស់ចោលបន្តថាពេលដែលគូដំណើរកំពុងញាក់អោនាងក៏បានដើរចេញទៅយ៉ាងជោគជ័យនាងមានគម្រោងនឹងត្រឡប់ទៅចិត្តព្រះអង្គម្ចាស់ភ្លាមដើម្បីរៀបការតែពេលនោះស្រាប់តែព្រះអង្គម្ចាស់មកព្រឹកនេះ